សៀវភៅតម្រង់ទៅព្រះដ៏ឧត្តមដែលនិពន្ធដោយលោកគ្រូ Ophel Chamber មានចំណងជើងថាคล้ายជាមនុស្សដែលលោកីបោះបង់ចោលព្រះគម្ពីរកូរិនថូសខ្សែទី1ចំពុក4ខ13កាលណាគេប្រមាថនោះយើងខ្ញុំអង្វរដល់គេយើងខ្ញុំបានត្រឡប់ដូចជាសម្រាមរបស់លោកីហើយដូចជាកំអែលនៃមនុស្សទាំងអស់ដរាបដល់ឥឡូវនេះសេចក្តីនេះមិនមែនជាពាក្យសម្ដីដែលលោកពោលនិយាយបំភ្លឺទេចំណែកយើងរើលគ្នាដែលហៅខ្លួនថាជាអ្នកបម្រើដំណឹងល្អមើលទៅពាក្យនេះហាក់ដូចជាមិនមែនជាសេចក្តីពិតការនេះមិនមែនកើតមកពីការនិយាយលើសពីការពិតនោះទេប៉ុន្តែមកពីចំណង់ចំណូលចិត្តដ៏លាក់កំបាំងហួសប្រមាណរបស់ពួកយើងដែលរាងការនោះមិនឲ្យកើតឡើងវិញចំណែកសាវកពលការរងទុក្ខលំបាកក្នុងរូបកាយដូច្នេះដើម្បីជួយបំពេញទុក្ខលំបាករបស់ព្រះគ្រីស្ទសម្ដែងឲ្យឃើញថាទ្រង់បានហៅកិត្តមកទាំងញែកចេញទុកសម្រាប់ដំណឹងល្អនៃព្រះក៏មិនមែនដើម្បីបង្ហាញភាពបរិសុទ្ធរបស់លោកទេដោយគ្នាដែលសាវកពេត្រុសក៏ប្រាប់ថាពួកស្ងួនសិង្ហអើយកុំឲ្យមានផ្លែកក្នុងចិត្តដោយភ្លើងដ៏ក្តៅក្រហាយដែលកំពុងតែលបួងអ្នករើលគ្នាទុកដូចជាកើតមានសេចក្តីចម្លែកនោះឡើយព្រះគម្ពីរពេត្រុសខ្សែទី1ចំពុក4ខ12ប្រសិនបើយើងនាំគ្នាផ្លែកចិត្តដោយសារហេតុការណ៍ដែលយើងត្រូវប្រឈមមុខនោះក៏សម្ដែងឲ្យឃើញថាយើងខ្វះខាតសេចក្តីក្លាហានពីព្រោះមានអ្វីលាក់ទុកក្នុងចិត្តដែលរៀងមិនអោយដាក់ចិត្តដាក់កាយឲ្យបានសមរម្យប្រសិនបើបងប្អូនបដិសេធមិនអោយព្រះជាម្ចាស់រើបបងប្អូនថាជាអ្នកដែលបានញែកចាញ់ទុកសម្រាប់ដំណឹងល្អទេនោះឬក៏បងប្អូនអាចនិយាយថាប្រសិនបើគេមើងងាយខ្ញុំដូចជាសម្រាមខ្ញុំមិនបារម្ភអ្វីទេឲ្យតែខ្ញុំមានឱកាសផ្សាយដំណឹងល្អអ្នកបម្រើព្រះយេស៊ូវគ្រីស្ទគឺជាអ្នកដែលសុខចិត្តលះបង់ជីវិតព្រោះតែដំណឹងល្អដ៏ពិតរបស់ព្រះជាម្ចាស់បើមានបុគ្គលណាម្នាក់ជាបុរសឬស្ត្រីក៏ដោយដែលគ្រាន់តែមានក្រមសីលធម៌តែមិនទាន់ទុកចិត្តលើព្រះគ្រីស្ទនៅឡើយកាលគេជួបប្រទះនឹងមនុស្សអាក្រក់ថោកទាបវាចវេគេក៏អន់ចិត្តយ៉ាងខ្លាំងដោយសារជួបការអាក្រក់ដូច្នេះទើបគេបិទចិត្តយ៉ាងណែនដោយភាពអស់សង្ឃឹមដោយសារតែព្រះハរតីស្រឡាញ់របស់ព្រះជាម្ចាស់បានជាព្រះអង្គប្រលោះចំពោះមនុស្សទាំងអស់មិនថាជាមនុស្សអាក្រក់ឬថោកទាបបំផុតនោះទេសាវកពោលមិនបាននិយាយថាទ្រង់ជួយលោកឲ្យរួចដើម្បីបង្ហាញពីការផ្លាស់ប្ដូរក្នុងជីវិតរបស់លោកយ៉ាងអស្ចារ្យនោះទេតែក្នុងគោលបំណងឲ្យព្រះជាម្ចាស់បានសពព្រះハរតីនិងបើកសម្ដែងព្រះចរិត្រាទ្រង់ព្រះគម្ពីរកាឡាទីចំពុក1ខ16